មិននឹកស្មានថានាងទី2ជាដង្កូវក្នុងសាច់សោះម៉ាក់ឆ្ងល់ណាស់ថាឯងនេះទៅតាក់តងស្រីណាក៏មិនបានល្អនៅមិននឹងទៅយកស្រីរកស៊ីមិននៅក្នុងផ្ទះធ្វើជាប្រពន្ធលោកអើយលោកថានាងផាលីនទៅវាមិនត្រូវចិត្តហើយយកនាងទី2ទៀតមិនដឹងជាស្អីទេចរិតមិនបានពាក់កណ្ដាលនាងផាលីនផងនេះម៉ាក់វាមើលឃើញពីចំណុចល្អរបស់ផាលីនហើយមែនទេហើយការពិតក៏បានដឹងហើយផាលីននេះមិនបានលួចលុយរបស់អូនទេដល់ពេលដែលអូនទៅសុំទៅនាងហើយហៅនាងឲ្យត្រឡប់មកវិញណាស្អីគេបងឲ្យខ្ញុំទៅសុំទោសនាងហើយអង្វរឲ្យនាងមកនៅទីនេះវិញមែនទេវាដូចជាហួសហេតុពេកហើយណាអូនជាម្ដាយក្មេកនាងហើយក៏ចាស់ជាងនាងសំតែដែលឲ្យអូនទៅសុំទោសនាងនោះតែអូនជាអ្នកយល់ខុសលើនាងហើយបណ្ដេញនាងចេញពីផ្ទះអូនក៏តែធ្វើរឿងនេះផាលីននេះមិនបានខុសទេណាអូនទៅហៅនាងមកផ្ទះវិញមកអត់ទេយ៉ាងណាក៏ខ្ញុំមិនទៅសុំទោសនាងជាដាច់ខាតហើយបើនាងចង់ត្រឡប់មកវិញក៏មកបើមិនចង់មកវិញក៏ឲ្យតែចាស់ខ្ញុំមិនខ្វល់ទេហើយបើបងចង់ឲ្យនាងត្រឡប់មកវិញនេះបងក៏ទៅហៅនាងខ្លួនឯងទៅឬក៏ប្រាប់កូនបញ្ញានេះឲ្យទៅហៅនាងមកវិញទៅមកប្រាប់ខ្ញុំធ្វើអីទៅតែក្នុងរឿងនេះអូនជាអ្នកខុសជាគេចោទប្រកាន់គេតែមិនមានផុសតាំងច្បាស់លាស់បងសូណានេះក៏ភាសាដូចជាផាលីនណានៅមិនត្រូវចិត្តអូនទៀតមែនទេអ្វីដែលសំខាន់នោះនេះកំពុងតែពោះចាស់របស់យើងទៀតណាហើយឈប់និយាយរឿងនេះតើបើនាងចេះគិតគូរដល់កូននាងនោះនាងក៏មកហើយតែក្រៅវិញល្អជាងនៅផ្ទះមានតែរឿងស្មុគលោកស្រីឈប់សិនយ៉ាងម៉េចឯងនាងក្អានហើយស្អីរបស់នាងទៅអីក៏សំពីងសំពងម្លេះគឺថាថ្ងៃនេះខ្ញុំសុំលោកស្រីទៅផ្ទះហើយទៅផ្ទះមែនទេមិនក៏ឆាប់ទៅម្លេះមិនទាន់ដល់ភ្ជុំធំទេណានៅច្រើនថ្ងៃទៀតយើងមិនឲ្យទៅទីភ្ជុំធំនៅ3ថ្ងៃទៀតឯងទៅតាំងពីពេលនេះមិនខាត់យើងស្លាប់ទៅហើយទេអីយីបើកលុយភ្លាមចង់ប្រុចទៅភ្លាមណាមិនមែនអញ្ចឹងទេណាលោកស្រីខ្ញុំទៅលើកនេះមិនបានត្រឡប់មកវិញទេខ្ញុំសុំឈប់ពីទីនេះហើយឯងថាម៉េចនាងកាឯងសុំឈប់មែនទេឯងទៅណាវិញទៅឯងមានកន្លែងថ្មីដែលគេឲ្យប្រាក់ខែឯងចាំជាងនេះមែនទេអត់ទេណាលោកប្រុសគឺខ្ញុំចង់ទៅផ្ទះជួយការងារម៉ែព្រោះម៉ែគាត់ចាស់ហើយខ្ញុំមិនចង់ឲ្យគាត់ហត់នោះទេជាល្បិចចង់ឡើងប្រាក់ខែមែនទេនាងក្អានរឿងបែបនេះយើងជួបច្រើនហើយធ្វើជាសុំឈប់ដើម្បីឲ្យតកែឡើងប្រាក់ខែស្ទាយនេះយើងដឹងហើយទោះបីលោកស្រីចង់ឡើងប្រាក់ខែឲ្យខ្ញុំក៏ខ្ញុំមិននៅទៀតដែរអ្នកណាទៅនៅបានទៅបើសម្ដីលោកស្រីនិយាយមកកាន់ពួកខ្ញុំមិនស្មើនឹងឆ្កែមួយក្បាលផងនោះមិនដែរឲ្យតម្លៃពួកខ្ញុំទេទោះឡើងប្រាក់ខែរាប់រយទៀតក៏ខ្ញុំមិននៅដែរនាងក្អានអញហ៊ាននិយាយបែបនេះមកលើយើងផងមែនទេខ្លាចអីទៅបើពេលនេះខ្ញុំមិនមែនជាអ្នកបម្រើរបស់លោកស្រីទៀតផងចរិតដោយលោកស្រីបែបនេះកុំថាឡើយមនុស្សសូម្បីតែទេវតាក៏មិនបានយូរដែរយើនាងក្អានអញប្រហើនណាស់បើដឹងចរិតឯងបែបនេះយើងមិនយកឯងមកធ្វើការក្នុងផ្ទះយើងទេដំបងឡើងសុភីមឥឡូវដុសស្លែហើយមែនទេខ្ញុំក៏ដូចគ្នាបើដឹងចរិតលោកស្រីបែបនេះក៏ខ្ញុំមិនមកនៅជាមួយដែរការដែលនៅនេះក៏ព្រោះតែយល់ដល់អ្នកនាងផាលីនទេហើយទ្រាំក្រែងអ្នកនាងផាលីនត្រឡប់មកវិញប្រហែលជាគាត់លែងត្រឡប់មកវិញហើយទេដឹងពីព្រោះថាពេលនេះគាត់រឹងមាំហើយមិនមកឲ្យលោកស្រីមើលងាយទៀតទេមើលទៅនោះនាងក្អានឯងឆាប់ចេញពីផ្ទះយើងភ្លាមឥឡូវនេះកុំឲ្យយើងអស់ការអត់ធ្មត់ទាន់ឯសោះឆាប់ចាញ់ទៅចាញ់ភ្លាមទៅកុំតែទៅទេណាលោកស្រីជូនពរឲ្យលោកស្រីរកបានអ្នកដែលប្រកែទ្រាំនឹងចរិតរបស់លោកស្រីបានផងចាស់អើយនាងក្អាត់នាងរហាមក្តៅចិត្តណាស់មិនគួរឲ្យកញ្ជះមើលងាយសោះបងឈប់មើលតែកើតមិនឃើញនាងក្អាត់វាបដៅក្បាលខ្ញុំទេអីនាងក្អាត់វានិយាយត្រូវហើយគ្មានអ្នកណាអាចទ្រាំនឹងចរិតអូនបានយូរទេសូម្បីតែបងពេលនេះហើយបងអើយឥឡូវមានការអីទេមនុស្សកំពុងតែអារម្មណ៍មិនល្អគ្មានអារម្មណ៍លេងទេកុំតាមតាំងពេកអីលោកស្រីមកជុំជើងគ្នាហើយណាហេថានឹកលោកស្រីណាព្រោះមិនឃើញលោកស្រីមកពី3ថ្ងៃហើយប្រាប់ឲ្យថាអារម្មណ៍មិនល្អមិនចេះស្ដាប់ភាសាខ្មែរទេឬយ៉ាងម៉េចស្ដាប់បានតើអារម្មណ៍មិនល្អយ៉ាងណាក៏ដោយតែលុយដាក់ចម្ពាំងគឺត្រូវតែសងណាថ្ងៃនេះថ្ងៃនោះរហូតការសងអស់ទៅលុយចម្ពាំងដឹងតែសងហើយខ្លាចខ្ញុំមិនសងមែនទេលុយប៉ុណ្ណឹងនោះកំតិចលុយរបស់ខ្ញុំទេបើកំតិចលុយក៏ឆាប់សងឲ្យលឿនមកណាកុំឲ្យពួកខ្ញុំទៅរឹបអស់ផ្ទះតន់ព្រោះបើបោកមើលទៅក៏មិនតិចដែរណា
កុំមកនិយាយពីអត់បានកាន់ខ្ញុំនឹងសងឲ្យគ្រប់ចំនួនទាំងអស់មិនបាច់ភ័យទេបានហើយនេះលោកមានរឿងអីសំខាន់និយាយជាមួយខ្ញុំមែនទេបាទប៉ាត់មែនហើយអ្នកនាងផលិនខ្ញុំឃើញអ្នកនាងបែបនេះខ្ញុំអាណិតណាស់ខំធ្វើការរកស៊ីទាំងខ្លួនពោះធំបែបនេះអ្នកនាងពិតជាមនុស្សដែលតស៊ូណាស់បើខ្ញុំមិនធ្វើបែបនេះតើបានអ្នកណាធ្វើជំនួសខ្ញុំទេលោកក៏ដឹងថារាល់ថ្ងៃខ្ញុំបែបนั้นនេះមិនក៏អ្នកនាងមិនរកមើលបរិណាម្នាក់ដែលទុកចិត្តសាងគ្រួសារជាថ្មីជាមួយគ្នាជាថ្មីតែឬមួយអ្នកនាងនៅមិនទាន់ដាច់អាឡ័យពីប្តីរបស់អ្នកនាងខ្ញុំថាបើគេនៅស្រឡាញ់អ្នកនាងគេមិនឲ្យអ្នកនាងមកពិបាកបែបនេះទេមិនក៏អ្នកនាងនៅស្ងៀមបែបនេះខ្ញុំនិយាយឲ្យខមមិនទេបើអញ្ចឹងឲ្យខ្ញុំសុំទោសផងចាស់អត់ទេណាលោកនិយាយមិនខុសទេព្រោះខ្ញុំនឹងគេនៅមិនទាន់ដាច់ស្រេចនោះទេតែក៏ចិត្តនឹងដាច់ស្រេចដែរហើយអញ្ចឹងក៏បានន័យថាអ្នកនាងនឹងគេចិត្តដាច់ស្រេចគ្នាហើយមែនទេហើយអ្នកនាងនឹងបើកបេះដូងទទួលយកអ្នកថ្មីមែនទេមិនមានន័យបែបនេះទេតែខ្ញុំចាស់រឿងបែបនេះហើយមិនទុកចិត្តណាទេចាត់ទុកថាវាជាលើកចុងក្រោយទៅចឹងមនុស្សប្រុសទាំងអស់មិនដូចគ្នាទេអ្នកនាងបើអ្នកនាងមិនយល់តោះទេខ្ញុំស្ម័គ្រចិត្តទទួលថែបេះដូងដែលរបស់អ្នកនាងខ្ញុំមិនខ្វល់ពីអតីតកាលរបស់អ្នកនាងទេខ្ញុំសូមសារភាពត្រង់ទៅចុះខ្ញុំមានចិត្តលើអ្នកនាងតាំងពីបានជួបដំបូងមកម្លេះខ្ញុំអន់ចិត្តបន្តិចពេលដឹងថាអ្នកនាងមានប្តីរួចទៅហើយនោះតែពេលដឹងការពិតពីរឿងរបស់អ្នកនាងខ្ញុំកាន់តែអាណិតស្រឡាញ់អ្នកនាងលើដើមទៅទៀតទទួលយកខ្ញុំបានដែរទេខ្ញុំសន្យាថានឹងមើលថែអ្នកនាងឲ្យបានល្អបំផុតលោកវិឆ័យខ្ញុំអរគុណនឹងក្តីស្រឡាញ់ដែលលោកមានចំពោះខ្ញុំតែខ្ញុំមិនអាចទទួលយកលោកបានទេខ្ញុំដឹងថាមនុស្សប្រុសទាំងអស់មិនដូចគ្នាទេលោកជាមនុស្សល្អស្រីច្រើនណាស់ដែលចង់បានលោកក៏មានអារម្មណ៍ល្អជាមួយមនុស្សដូចជាខ្ញុំអីណាតែខ្ញុំពិតជាស្រឡាញ់អ្នកនាងពិតមែនណាស់មនុស្សស្រីស្អាតស្អាតច្រើនមែនតែមនុស្សស្រីដែលខ្ញុំស្រឡាញ់គឺមានតែអ្នកនាងម្នាក់គត់អ្នកនាងចាប់ជាមួយគេពេលណាខ្ញុំសុំចូលខ្លួនថែអ្នកនាងម្ដងណាខ្ញុំនៅតែប្រកាន់ពេលខ្ញុំដដែលខ្ញុំមិនស័ក្តិសមនឹងនរណាទាំងអស់មកជីវិតនេះសមមានប្តីតែមួយបានហើយខ្ញុំថាយកទៅវិញទេឈប់សិនអ្នកនាងទោះបីអ្នកនាងបដិសេធជាមួយខ្ញុំពេលនេះតែខ្ញុំនឹងព្យាយាមតាមអ្នកនាងរហូតដល់អ្នកនាងជួបព្រមជាមួយខ្ញុំនៅក្នុងហាងរបស់ផលិនអរគុណណាអូនថ្ងៃក្រោយមកជួយទិញទៀតណាអូហូនេះលោកមកដល់ហើយមែនទេតាមពិតលោកមិនបាច់មកតាមខ្ញុំដល់ហាងក៏បានខ្ញុំថាដូចវិញទេសាលាសង្កាត់ហើយបងមិនបានចង់ទៅសាលាសង្កាត់នោះទេបងមកទទួលអូនទៅផ្ទះរបស់យើងវិញណាតែផ្ទះណាទេតែនេះជាផ្ទះរបស់ខ្ញុំហើយក្រៃលោកត្រូវទៅសាលាសង្កាត់មែនទេចឹងតែម្ដងទេបងថាហើយបងមិននាំអូនទៅផ្ទះយើងវិញផលិនរឿងកន្លងឲ្យបងសំទោសផងណាបងសារភាពថាបងពិតជាបានធ្វើខុសលើអូនខ្លាំងណាស់បងមកនេះមកសុំឲ្យអូនលើកលែងទោសឲ្យបងហើយអូនណាទៅនៅផ្ទះយើងវិញតែណាសំទោសរឿងអីទេខ្ញុំគ្មានទោសឲ្យលោកទេហើយយើងក៏គ្មានអីពាក់ព័ន្ធជាមួយគ្នាទេតែសាលាសង្កាត់ទេដើម្បីបញ្ចប់រឿងនេះអូនកុំនិយាយបែបនេះបានទេបងទទួលស្គាល់កំហុសបងហើយអូនផ្ដល់ឱកាសឲ្យបងផងបានទេនេះអូនណាលែងស្រឡាញ់បងហើយមែនទេស្រឡាញ់ក្តីស្រឡាញ់ដែលមានក៏វាអស់តាំងពីខ្ញុំដែរចេញពីផ្ទះនោះមកម្លេះណាលោកមិនបាច់មកសុំការអភ័យទោសនោះទេខ្ញុំបានលើកទោសឲ្យយូរហើយខ្ញុំមិនចង់ជាប់កម្មពៀជាមួយអ្នកណានោះទេតែបងមិនអាចអត់ពីអូនបានទេពេលនេះបងដឹងខ្លួនហើយសំទោសតែបងខំមួយគ្រាផលិនយើងដូចដើមវិញទៅណាអូនចង់ឲ្យកូនរបស់យើងកើតមកគ្មានបានដូចគេមែនទេលោកបញ្ញាចេញពីទីនេះព្រមទេនេះជាកន្លែងខ្ញុំរត់ដោះមិនមែនជាកន្លែងដែលលោកត្រូវមកបញ្ចេញអារម្មណ៍នោះទេបងមិនចង់ឲ្យកូនយើងកើតមកគ្មានបាននោះទេបងមិនព្រមលេងលេះជាមួយអូននោះទេណាផលិនតែលោកចេះនិយាយបែបនេះទៅកាន់ចូលកន្លងមកជាច្រើនខែមកហើយនោះលោកដែលមានគិតខែបែបនេះទេលោកគិតថាខ្ញុំនេះជារបស់លេងមែនទេដែលលោកចោលហើយមករកយកទៅលេងវិញនោះអូនឯបងធ្វើយ៉ាងម៉េចទេតែទៅអូនព្រមលើកលែងទោសឲ្យបងនោះបងខុសហើយណាអូនបងដឹងខុសបងគួរតែទទួលបានការអភ័យទោសពីអូនបងដឹងថាចិត្តអូនណាក៏មិនចង់ឲ្យកូនយើងកើតមកគ្មានបាននោះដែរមែនទេពេលមុនខ្ញុំគិតបែបនេះមែនតែពេលនេះមិនដូចមុននោះទេខ្ញុំរឹងមកបានដែលខ្លួនឯងហើយមិនចាំបាច់ពឹងនរណានោះទេខ្ញុំអាចចិញ្ចឹមកូនខ្ញុំរត់ដែលមិនបាច់មានវត្តមានលោកនោះទេហើយខ្ញុំនឹងចិញ្ចឹមគេឲ្យបានល្អមិនឲ្យគេ
នោះទេបងលើកទូរស័ព្ទបន្តិចសិនណាអាឡូលោកប៉ាមានការអីមែនទេកូនបញ្ញាកូនឆាប់មកផ្ទះបន្តិចមកណាមានរឿងហ่าមានរឿងអីទៅលោកប៉ាបាទអញ្ចឹងខ្ញុំនឹងប្រញាប់ទៅឥឡូវនេះអញ្ចឹងប៉ុណ្ណឹងសិនហើយណាប៉ាបងទៅវិញសិនហើយណាបងនឹងមកទទួលអូននៅពេលក្រោយទៀតតែមានរឿងអីចេះមិនតែដូចជាបញ្ញាខ្លាំងម្ល៉េះហើយនេះកាត់បែបណាតែការងារក៏គ្មានធ្វើលុយក៏ចិត្តអស់ចាយមិនក៏ខ្ញុំធ្លាក់ដល់ចំណុចនេះទៅវិញពុតធោហើយអមែនហើយនាងរស់វាថាមកធ្វើការនៅភ្នំពេញនេះវាប្រកាសជាមានការងារធ្វើហើយតែវាសិនអាឡូរ៉ានេះឯងនៅណាដែរនឹងហេនេះនឹកឃើញអីគេបានជាឯងទៅមកបែបនេះណោះរាប់ខែរាប់ឆ្នាំហើយមិនដែលឃើញទៅមកទេមានការអីមែនទេគឺយើងនឹកឯងនឹងណាយ៉ាងម៉េចហើយការងារនោះអញធ្វើការងារនៅកន្លែងណាដែរនៅធ្វើការដូចដើមតើថាម៉េចឯងនឹងមែនទេនឹកយើងណោះនេះឯងលេបឆ្នាំច្រឡំមែនទេបានជានិយាយបែបនេះណោះខ្ញុំតែអញ្ចឹងមានកើតអីណាខ្ញុំនឹកឯងមែនតើឯងនៅណាខ្ញុំចង់ជួបឯងណាចាំយើងទៅរកណាឯងធ្វើការនៅកន្លែងណាទេណាម្ដុំណាខ្ញុំមានការសំខាន់ចង់និយាយជាមួយឯងពិតមែនមិនបាច់មកជួបទេមានការអីក៏និយាយតាមទូរស័ព្ទនឹងមកនេះយើងផ្លាច់ពិតមែនធម្មតាឯងមិនដែរនិយាយឬក៏តែមកបែបនេះទេសម្រាប់ថាមានរឿងអីទេខ្ញុំគ្មានពេលទំនេរច្រើននោះទេគឺថាណែឯងមានលុយដែរទេឲ្យគ្នាសុំខ្ចីខ្លះមកណាគ្នាតលុយពិតមែនចង់សុំអង្វល់ឯងពី3ថ្ងៃទេធានាសងទាំងដើមទាំងកាលណាថាមិនខ្ចីលុយនេះមានថ្ងៃដាច់លុយដែរក្រែងប្រេនឲ្យសពម៉ាជាតែមានមែនទេមិនក៏មកខ្ចីលុយមនុស្សដែលរកបានតែមួយចាយដូចជាយើងទៅវិញគឺយើងតលុយតែពី3ថ្ងៃទេមានថ្ងៃឡើងមានថ្ងៃចុះណាឲ្យយើងខ្ចីសិនមកណាពី3ថ្ងៃទៀតយើងនឹងសងវិញហើយខ្ញុំសុំសែងទៅសិនមិនដូចពេលដែលជួបឯងក្នុងផ្សារសោះនេះនឹកឃើញអីគេបានជាតែមកសុំខ្ចីលុយខ្ញុំបែបនេះណោះចុះក្រាញ់អួតថាមិនធ្វើការអីក៏មិនលុយចាយពេញដៃណោះកុំសួរច្រើនពេកបានទេមកខ្ចីសិនមកជួយបាញ់តាមកង់ឲ្យផងខ្ញុំខ្ចីតែ$500ទេថាម៉េច$500នេះឯងគិតថាខ្ញុំសម្បូរលុយណាស់មែនទេនេះស្មានតែ$10-20អន្តែហាឡើង$500ខ្ញុំគ្មានឲ្យឯងទេមិនបានគ្មានធ្វើការរាល់ថ្ងៃយូរខ្ញុំពឹងម្ដងមិនបានមែនទេជាមិត្តរបៀបម៉េចតាមនុស្សដូចជាឯងហ្នឹងឯងដែលទុកយើងជាមិត្តដែរពេលមានអាសន្នអន់ក្រតែនឹកឃើញយើងពេលបានឡើងកោតឯងនិយាយមើលថោកយើងខ្ញុំគ្មានមិត្តរបៀបឯងទេហើយបើទោះបីជាយើងមានលុយក៏យើងមិនអោយឯងខ្ចីដែរវើយហើយឯងមិនចាំសម្ដីដែលឯងនិយាយមកកាន់ខ្ញុំដែរទេបានហើយខ្ញុំរវល់ធ្វើការឈប់តែមកទៀតឈប់សិននាងរ៉ាអើយកាត់យ៉ាងម៉េចតែគ្មានលុយមករៀលជាប់នឹងខ្លួនបែបនេះនោះការមានលុយគិតតែចាយដល់អត់អញ្ចឹងទៅដឹងថាបបាក់អ្នកណាទៅដឹងតែថាជីវិតវាជួបរឿងបែបនេះនោះនេះបើមិនតាមដល់ផ្ទះបែបនេះទេតើមានដំណោះស្រាយឲ្យខ្ញុំដែរទេលុយឲ្យខ្ចីទៅទាំងដុំសន្យាថាសងថ្ងៃនេះសងថ្ងៃនោះរហូតខ្ញុំចាំមិនបានទៀតទេលុយខ្ញុំខ្ចីមិនច្រើនដល់ម្លឹងទេមិនក៏លោកស្រីបោកឃើញច្រើនម្លេះនេះបាត់ពីផ្ទះអូនទៅធ្វើឬបែបនេះមែនទេការងារកំហ៊ុនកំពុងតែមានបញ្ហាហើយអូនទៅធ្វើឬបែបនេះទៀតអញ្ចឹងតាបានជាលោកអស់លុយពីផ្ទះបែបនេះនោះគឺអូនគ្រាន់តែទៅលេងកំដរអបសុកទេណាបងមិនបានយកលុយច្រើនទៅលេងបែបនេះទេហើយអូនជំពាក់លុយគេដល់ថ្នាក់គេមកផ្ទះដល់ផ្ទះបែបនេះមែនទេអូនគិតថាលេងកំដរអត់សុកមែនទេនេះបងមិននឹកស្មានថាអូនណាជាមនុស្សពួកនឹងលបាយបែបនេះសោះបងទៅដឹងធៀបពិតរបស់អូនថ្ងៃនេះទេកុំអាចឆ្លោះប្រកែកគ្នាអីខ្ញុំមិនយកតែលុយខ្ញុំទេឆាប់សងភ្លាមមកទាំងដើមទាំងការគឺអស់$120,000ថាម៉េច$120,000លោកស្រីច្រឡំមែនទេមិនច្រឡំទេលោកមានលិខិតស្នាមមានសាក្សីច្បាស់លាស់សរុបទាំងដើមទាំងការគឺ$120,000ត្រូវតែសងនៅថ្ងៃនេះមានរឿងអីមែនទេលោកប៉ាណាម៉ាហើយពួកគេជាណាទេកូនសុំមកដល់ល្អរបស់កូនចោះថាបានទៅធ្វើរឿងអ្វីខ្លះនោះអ្នកម៉ានេះមានរឿងអីទេ
ទុកឲ្យខ្ញុំឆ្លើយជំនួសក៏បានដែរគឺម៉ាក់ក្មួយឯងជំពាក់លុយអីសន្យាសងថ្ងៃនេះថ្ងៃនោះរហូតខ្ចីថែមរហូតដល់ច្រើនបែបនេះខ្ញុំមិនដឹងទេថ្ងៃនេះអ្នកទាំងអស់គ្នាត្រូវតែសងលុយខ្ញុំឲ្យគ្រប់ចំនួនបើមិនអញ្ចឹងទេខ្ញុំលេងតាមផ្លូវច្បាប់ហើយនេះម៉ាក់ជំពាក់លុយគេមែនទេហើយតែជំពាក់ប្រហែលតែបានជាមានរឿងតាមមកទីដល់ផ្ទះបែបនេះនោះទាំងការទាំងដើមគឺ$120,000ណាកូនមិនមែនតិចទេនេះក៏តាម៉ាវាចេះធ្វើបែបនេះទៅរួចថាម៉េច$120,000ម៉ាតាម៉ាតែខ្ចីលុយគេធ្វើអីទៅច្រើនបែបនេះនោះនេះ$120,000មិនមែនតិចទេណាម៉ាគឺថាអញ្ចេះណាកូននេះក្មួយពិតជាមិនដឹងថាម៉ាក់ក្មួយលេងល្បែងទេអីលេងល្បែងចាញ់ក៏ខ្ចីលុយអីខ្ចីហើយខ្ចីទៀតបែរជាកិច្ចមិនចង់សងកុំគិតថាខ្ញុំនេះល្ងងឲ្យសោះមុននឹងធ្វើអ្វីមួយខ្ញុំច្បាស់លាស់ណាស់មកពីឯងនឹងឲ្យបោកឲ្យយើងខ្ចីនោះយើងមិនចង់ខ្ចីទេតែឯងជាអ្នកបង្ខំយើងយីខ្លួនឯងយល់ព្រមខ្ចីខ្លួនឯងមិនក៏មកបន្ទោសខ្ញុំបែបនេះខ្ញុំបង្ខំមែនតែបើលោកស្រីមិនចង់ខ្ចីក៏ខ្ញុំមិនថាអីដែរនេះមកពីលោកស្រីខ្លួនឯងទេក៏មកបន្ទោសគេនោះខ្ញុំគ្មានលុយសងទេលោកស្រីចង់ធ្វើអីខ្ញុំទេបើគ្មានលុយសងក៏ត្រៀមខ្លួនទៅដេកក្នុងគុកទៅគិតថារឿងវាងាយស្រួលបែបនេះមែនទេអ្នកម៉ាមិនក៏អ្នកម៉ាធ្វើបែបនេះទៅរួចនេះគ្រួសារកំពុងតែមានបញ្ហាហើយត្រូវមកជប់ជាមួយនឹងរឿងបំណងរបស់ម៉ាទេមែនទេខ្ញុំនឹងទុកពេលឲ្យ2សប្តាហ៍ទៀតបើមិនសងលុយខ្ញុំវិញទេខ្ញុំនឹងឲ្យគេរឹបអូសយកផ្ទះនេះហើយតើពួកឯងទៅវិញតើទៅរកលុយឯណាបានទៅត្រឹមពីអាទិត្យនោះ$120,000នោះមិនក៏មកវាសាងតែបញ្ហាបែបនេះហើយបងកូនបញ្ញាអើយពុទ្ធោហើយមិនក៏រឿងវាដល់ថ្នាក់នេះតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅនេះខ្ញុំត្រូវបាត់បង់ផ្ទះនេះមែនទេបើអត់ផ្ទះនេះតើពួកខ្ញុំទៅនៅឯណាទៅអត់ទេត្រូវតែមានដំណោះស្រាយតែគ្រួសារបងបញ្ញាកាត់អីទេពេលនោះគាត់ដូចជាមិនទាន់ខ្លាំងមានរឿងអីទេដឹងនាងផលិនអីទៅខ្វល់ធ្វើអីទេគេលែងជាអ្វីនឹងនាងទៀតហើយទេអ្នកគិតពីគេធ្វើអីទៀតទេនេះមានរឿងអីតែអ្នកនាងហើយនិយាយអីម្នាក់ឯងហ្នឹងអូគ្មានអីទេមែនហើយមែនកែអីមែនទេចន្ទ្រាមានទេខ្ញុំឃើញអ្នកនាងអង្គុយសង្កេតសង្កោចពេកក៏ចាំមកសួរដល់ទេអ្នកនាងគិតពីរឿងរបស់លោកបញ្ញាមែនទេគឺគ្មានទេខ្ញុំគិតពីគេធ្វើអីទេព្រោះយ៉ាងមិនមែនជាអ្វីដូចគ្នាទៀតនោះទេណាហើយថែមមុនអ្នកនាងនិយាយគ្នាច្រើនណាអ្នកនាងសម្រេចចិត្តបែបណាដែរចំពោះរឿងនោះគាត់មកសុំអ្នកនាងត្រូវគ្នាវិញបែបនេះគេច្បាស់ជាមិនអាចដូចដើមទេណាចន្ទ្រាមនុស្សដែលຕົកយើងចោលពេលដែលយើងមានបញ្ហាគេមិនខ្វល់មិននឹកនេះអញគិតថាខ្ញុំក៏ចំណាយពេលជាមួយគេទៀតដែរទេតែខ្ញុំឃើញអ្នកនាងនិយាយដូចជាមិនចេញពីចិត្តតោះអ្នកនាងនៅស្រឡាញ់លោកបញ្ញាច្បាស់ណាគឺឯងមិនមែនជាយើងឯងមិនដឹងទេធម្មតាទេមនុស្សធ្លាប់ជាប្តីប្រពន្ធតែបើឲ្យដូចដើមវាមិនអាចទេណាចន្ទ្រាខ្ញុំឈឺឆ្អែតឆ្អន់ហើយគ្រប់ទង្វើគ្រប់ពាក្យសម្ដីដែលខ្ញុំបានជប់កន្លងមកអាចឲ្យខ្ញុំយល់បានហើយថាគេគិតបែបណាចំពោះយើងមិនថាអ្នកនេះសម្រេចចិត្តបែបណាខ្ញុំនៅខាងអ្នកនេះជានិច្ចខ្ញុំចង់ឃើញតើកាយខ្ញុំមានក្តីសុខមានជីវិតដ៏រីករាយព្រោះតាំងពីខ្ញុំនៅជាមួយអ្នកនាងខ្ញុំមិនដែលឃើញអ្នកនាងរីករាយទេមុខដូចជាមនុស្សមានកង្វល់ក្នុងចិនខ្ញុំតែបែបនេះហើយមិនមានអីទេហើយឯងមិនបាច់បារម្ភទេណាខ្ញុំនឹងមមគ្រប់គ្រាន់សម្រាប់ជីវិតមួយនេះហើយពេលនេះខ្ញុំមិនមែនខ្លួនមួយទេខ្ញុំមានកូនដែលត្រូវទទួលខុសត្រូវពេលនេះក្នុងចិត្តខ្ញុំមានតែកូនប៉ុណ្ណោះខ្ញុំពិតជាសរសើរអ្នកនាងដែលស្មោះពិតមែនខំតស៊ូជំនះគ្រប់ឧបសគ្គដើម្បីក្តីសម័យមួយនេះទីបំផុតអ្នកនាងក៏អាចធ្វើបានរហូតបានក្លាយជាតកែហាងត្រឹមរយៈពេលខ្លីអ្នកនាងពិតជាគំរូសម្រាប់អ្នករកគ្នាពិតមែនពិសេសគឺសម្រាប់ស្ត្រីតែម្ដងត្រូវហើយស្ត្រីត្រូវតែរឹងមាំត្រូវតែប្រកែជាងមិនអាចនៅតែផ្ទះចាំចៃរីប្តីពេកទេវាមិនស្រួលចិត្តដោយចារីខ្លួនឯងនោះទេខ្ញុំធ្លាប់ជួបអារម្មណ៍បែបនេះត្រូវប្តីនឹងម្ដាយក្មេកមកងាយគ្រប់យ៉ាងថាមិនចេះរកអីចាំតែចាយចេះតែបំផ្លាញពេលទាំងនេះហើយដែលធ្វើខ្ញុំមានថ្ងៃនេះបានខ្ញុំចង់ប្រកាសដូចជាអ្នកនាងណាស់ណាពេលខ្ញុំមានប្តីដាច់ខាតខ្ញុំត្រូវតែមានលំនឹងក្នុងជីវិតដោយខ្លួនឯងសិនហើយអាចរកចំណូលដោយខ្លួនឯងបានមិនចង់ចាយលុយប្តីនាំតែលឺពាក្យមុខក្រោយនោះទេល្អហើយនេះចេញក្រែក៏យូរដែរតោះទៅជួយមើលការងារនៅខាងក្នុងវិញទេនេះខ្យល់បក់អីទេបានជាលោកស្រីម៉ាឡែនមកដល់ផ្ទះខ្ញុំបែបនេះនោះប្រកាសជាមានរឿងសំខាន់ហើយមែនទេ
ចាប៉ិតមែនហើយនេះនៅផ្ទះតែពីរនាក់ទេអីពួកយើងដូចជាខានជួបគ្នាមកយូរហើយតាំងពីក្មួយនីសាងរៀបការរួចមកមែនទីង ចាប៉ិតមែនហើយកូនរិឆាតគេតែធ្វើការតាំងពីព្រឹកឯកូននិសាថ្ងៃនេះគេសម្រាប់លក់ទៅដល់ផ្ទះបែបនេះម្ល៉េះអើយការងាររវល់រៀងៗខ្លួនចឹងហើយបានជាមិនសូវបានជួបគ្នាណោះ ឃើញថាក្មួយនីសាតាំងពីបានប្តីមកគឺរវល់ណាស់មែនទីងប្តីក៏មានការងារហើយក្មួយក៏មានរបរផ្ទាល់ខ្លួនទៀតនីងគឺពិតជាល្អណាស់ ចាណាមីងយើងជួយរកគ្នាបើចាំតែមកខាងក៏មិនកើនណាមួយខ្ញុំមានទម្លាប់មួយគឺមិនចង់សម្លៃប្តីចាយក៏ចេះតែបន្តរបស់ខ្លួនទេ គិតបែបនេះល្អណាស់ក្មួយជាស្ត្រីត្រូវតែប្រកែមិនថាការងារផ្ទះឬការងារខាងក្រៅនោះទេមែនទេក្មួយ ចាណាមីងតែខ្ញុំមិនសូវជាប្រកែការងារផ្ទះទេនេះបើខ្ញុំបានតែពាក់កណ្ដាលបងផលីនណាមិនដឹងថាល្អយ៉ាងណាទេលើថាគាត់ជោគជ័យលើមុខរបររកស៊ីរបស់គាត់ណាមែនទេណាមីង ខ្ញុំគិតថាយើងមកនិយាយពីការងាររបស់យើងវិញទៅហ្នឹង មែនហើយលើថាម្ល៉េះមកនេះមានការសំខាន់អីទេ គឺថាអញ្ចេះហ្នឹងខ្ញុំគួរនិយាយដែរឬក៏អត់ទេគឺដូចជាមិនសូវហ៊ានសោះដូចជាក្រែងចិន មានអីមែនទេមិនបាច់ក្រែងចិត្តអីទេណាសិតតែជាគ្នាឯងតាមានអ្នកឆ្ងាយមកពីណាស្គាល់គ្នាយូរហើយ បើអញ្ចឹងខ្ញុំសូមនិយាយត្រង់ហើយហ្នឹងគឺថាមកនេះគឺថាមកសុំខ្ចីលុយរាវីខ្លះគឺក្រុមហ៊ុនប៉ាវាខ្វះដើមទុនបង្វិលទើបមករកកញ្ឆក់លុយរបស់រាវីសិនមិនយូរទេហ្នឹងខ្ចីមិនយូរទេ ខ្ចីលុយមែនទេនេះមិននឹកស្មានសោះថាគ្រួសារណាមានដូចជាម្ល៉េះជួបបញ្ហាលុយកាក់ គឺដូចដឹងអញ្ចឹងខែនេះជាខែភ្លៀងការលក់ដូរមិនសូវជាដាច់នោះទេជាពិសេសលក់គ្រឿងសំណង់តែម្ដងគ្មានអ្នកទិញព្រោះភ្លៀងធ្វើអីក៏មិនកើន តែណាមីងត្រូវការប្រហែលដែរនេះបើខ្ញុំអាចជួយបានខ្ញុំនឹងជួយតែបើជួយមិនបានឲ្យពួកខ្ញុំសុំទោសផងណា គឺ $120,000 ណាក្មួយ ថាម៉េច$120,000 នេះណាមីងយកលុយទៅធ្វើអីទៅណាមីងច្រើនបែបនេះនោះមែនហើយ$120,000ណាមិនមែនតែជួយនោះទេច្រើនខ្លាំងណាស់នេះខ្ញុំស្មានតែទួញតា គឺខ្ចីមិនយូរទេបង្វិលតែ2-3ថ្ងៃសិនទេហ្នឹងមានដែរទេឲ្យខ្ញុំខ្ចីសិនមកហ្នឹង សំទោសណាម្ល៉េះលុយច្រើនពេកហើយខ្ញុំគ្មានលទ្ធភាពទេនេះបើត្រឹម$1,200អាចជួយបានតែនេះ$120,000ខ្ញុំមិនមានទេ មិនមានពិតមែនឬមិនចង់ឲ្យខ្លាចខ្ញុំមិនសងមែនទេរាវីក៏ស្គាល់គ្រួសារខ្ញុំច្បាស់ដែរខ្លាចអីទៅ មិនចឹងទេណាតែពួកខ្ញុំគ្មានលុយពិតមែនគឺវាច្រើនណាស់ ហើយចុះក្មួយនីសានោះមានដែរទេក្មួយប្តីក្មួយធ្វើការផងរកស៊ីផងមួយខែចូលលុយរាប់ម៉ឺនបើថាមិនមានដូចជាមិនសូវជឿទេ មិនដូចអ្វីដែលណាមីងគេទេចំណូលមិនចូលរហូតទេខែខ្លះក៏បានខែខ្លះក៏មិនបានអ្នករកស៊ីណាមីងដឹងស្រាប់ហើយ សម្រាប់ថាមិនឲ្យមែនទេអញ្ចឹងខ្ញុំក៏មិនចាំបាច់នៅនិយាយវែងឆ្ងាយទៀតដែរស្គាល់គ្នាយូរហើយពេលមានរវល់ពឹងពាក់គ្នាក៏មិនបាន តែគាត់មានអីទេបានជាត្រូវការលុយច្រើនបែបនេះគ្រួសារគាត់មិនមែនជាអ្នកអត់ណាម៉ាក់ក៏មិនដឹងដែរលុយច្រើនណាកូនទោះមានក៏មិនហ៊ានឲ្យដែរលុយប្របាក់រស់សឹងស្លាប់មកខ្ចីស្រួលមិនកើតទេបើឲ្យអស់ពីខ្លួនហើយតែអស់ពីខ្លួនហើយធ្វើអីក៏មិនស្រួលដែរសម័យនេះត្រូវតែមានលុយបានរស់ស្រួលមិនមែនចិត្តល្អដល់ថ្នាក់ឲ្យខ្លួនឯងប្របាក់នោះទេត្រូវឲ្យម៉ាក់បាក់លុយប្របាក់ណាចឹងហើយបានជាមនុស្សជាងម្នាក់ខំតាំងឆេដើម្បីលុយព្រោះមិនចង់រកក្នុងសភាពលំបាកនឹងហើយមើលតែណាមីងម្ល៉េះណាដូចជាខាងនឹងយើងហើយណាម៉ាក់ខាងក៏ខាងតកូនអ្នកណាមានលុយឲ្យខ្ចីបើច្រើនម្លឹងនោះបើខ្ចីតិចចេះតែមានឲ្យខ្លះហើយតាមនឹងតកូន